នៅពេលនេះយើងចូលមកដល់ការអនុវត្តជាក់ស្ដែងដើម្បីឲ្យយើងបង្កើតនៅ JSP project មួយបានគឺយើងត្រូវការ IDE ដែលជាកន្លែងសម្រាប់យើងធ្វើការ develop នៅ project ដូច្នេះយើងត្រូវជ្រើសរើសយក IDE ណាមួយដែលវា support ជាមួយនឹង JSP project ថ្ងៃនេះដែរខ្ញុំសូមលើកយកនៅ NetBeans IDE ដែលយើងប្រើប្រាស់វាសម្រាប់ develop នៅ Java project ដូចជា Java SE ឬមួយក៏ Java 2EE ជាដើមមិនត្រឹមតែ NetBeans ទេវានៅមាន IDE ផ្សេងទៀតដែលអាច develop នៅ JSP project បានដូចជា IntelliJ Spring ឬក៏ Eclipse ឬក៏អីផ្សេងៗទៀតដែលយើងអាចដឹងទៅតាមហ្នឹងអញ្ចឹងខ្ញុំសូមលើកយកនៅ NetBeans យកមកធ្វើការបង្ហាញសម្រាប់ការអនុវត្តជាក់ស្ដែងទៅលើការ develop នៅ JSP project អញ្ចឹងដំបូងឡើយបើសិនបើយើងមិនទាន់មាន NetBeans ទេយើងចូលទៅ download NetBeans មកហើយយើងជ្រើសរើសវាទៅតើយើង run វានៅលើ Windows ឬមួយក៏ Linux ឬមួយក៏ OS X ដូច្នេះនៅពេលដែលយើងបាន NetBeans ហើយយើង install វារួចហើយយើងគ្រាន់តែចុចទៅលើវាមកដើម្បីយើងដំណើរការវាចឹងវានឹងចេញនៅផ្ទាំង workspace មួយដើម្បីឲ្យយើងធ្វើការ develop project របស់យើងដំបូងដើម្បីឲ្យយើងបង្កើតនៅ project មួយបានយើងចូលមកកាន់កន្លែង new project បន្ទាប់មកទៀតវាឲ្យយើងជ្រើសរើសតើយើងចង់បង្កើតនៅ project អ្វី Java FX ឬមួយក៏ HTML អីជាដើមដូច្នេះគោលដៅរបស់យើងគឺ JSP អញ្ចឹងយើងត្រូវជ្រើសរើសយក Java EE បន្ទាប់មកទៀត select នៅលើ Enterprise Application រួចហើយចុច Next បំពេញនៅឈ្មោះ project ដែលយើងចង់ develop គឺ demo JSP project ហើយជ្រើសរើស location ណាមួយដែលយើងចង់បាននេះជា location ដែលខ្ញុំបានជ្រើសរើសរួចរាល់ហើយបន្ទាប់មកទៀតយើងចុច Next ជ្រើសរើស server ដែលនឹងត្រូវ run នៅលើ JSP របស់យើងបើសិនបើវាមាន server ច្រើនយើងអាច select វាចូលទៅបើសិនបើវាគ្មានទេយើងចូលទៅ add server វាទៅនេះជា server ដែលមាននៅក្នុងហ្នឹងអញ្ចឹងខ្ញុំជ្រើសរើសយក class Swiss server ដើម្បី run នៅ JSP project របស់ខ្ញុំចុច finishនេះគឺជា project ដែលយើងទើបនឹងបង្កើតថ្មីខ្ញុំសូមបិទ project ចាស់ៗចោលដូច្នេះដើម្បីអាចឲ្យយើងធ្វើការបង្កើតនៅ JSP page បានគឺវា provide នៅ folder មួយដែលមានឈ្មោះថា directory មួយដែលមានឈ្មោះថា web page អញ្ចឹងយើងចូលមកកាន់កន្លែងហ្នឹងមកហើយយើងចុចពាក្យថា new យកពាក្យថា JSP ហើយយើងដាក់page name របស់យើងឈ្មោះថា index អូខេដូច្នេះវានឹង load មកកន្លែងដែលយើងត្រូវសរសេរ code អញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវសរសេរ code ដែលយើងអាចយក syntax របស់ HTML លាយជាមួយនឹង syntax របស់លាយជាមួយនឹង Java code ដែលប្រើប្រាស់នៅក្នុង script របស់ JSP page នេះអញ្ចឹងយើងដឹងស្រាប់ហើយនេះគឺជា syntax របស់ HTML ដូចដែលមាននេះជាដើមហើយនេះយើងធ្វើការ output ឲ្យ user មើលមួយនៅពេលដែលគាត់access មកកាន់ request មកកាន់ web page របស់យើងគឺយើង
welcome គាត់មួយចឹងយើងសាកធ្វើការ run នៅបញ្ជីយើងតេស្តមើលពេលដែលវា run ទៅតើវានឹងចេញ welcome JSP page ដែរទេវាកំពុងតែ deploy ចឹងវា load មកកាន់ browser ដែលមាននៅលើ computer របស់យើងហើយវានឹងរត់មកកាន់នេះគឺជា web នេះ URL របស់បញ្ជីរបស់យើងហើយនេះគឺជា output ដែលវាបានរត់មករក web page default របស់វាគឺ index ចឹងខ្ញុំសាកបង្កើតនៅនេះមួយទៀតនៅ JSP page មួយទៀតខ្ញុំដាក់ថា user ខ្ញុំសរសេរកន្លែងនេះ welcome user ចឹងខ្ញុំសាក run ម្ដងទៀតអូខេចឹងកន្លែងនេះបើសិនបើខ្ញុំចង់ load ទៅកាន់ page របស់ user ខ្ញុំគ្រាន់តែដាក់ user.jsp ហើយខ្ញុំ enter ចឹងវានឹង load មកកាន់ page user អូខេដូច្នេះការ demo សម្រាប់ការបង្កើត project JSP នៅលើ NetBeans ត្រូវបានបញ្ចប់សូមអរគុណ